នៅក្នុងវីដេអូមួយនេះខ្ញុំបានចូលរួមពិធីតាំងពិព័រណ៍ទទួលនិស្សិតអន្តរជាតិឆ្នាំ2026នៅសាកលវិទ្យាល័យ Sun Moon University អ្នកនរគ្នាតោះចឹងចង់ដឹងថាមានសកម្មភាពអីខ្លះយើងទៅតាមដានពីសកម្មភាពពីដំបូងទាំងអស់គ្នាបាទសកម្មភាពដំបូងរបស់យើងគឺគេឲ្យនិស្សិតទាំងអស់ចូលទៅតាមថ្នាក់នីមួយៗដើម្បីគេបង្ហាញសកម្មភាពក៏ដូចជាសន្ទរកថាខ្លីៗនៅតាមអនឡាញសិនអ្នកនរគ្នាដោយសារតែក្នុង hall ដែលប្រជុំហ្នឹងគឺមានមនុស្សច្រើនពេកយើងអាចចូលបានទាំងអស់គ្នាទេដោយសារតែនិស្សិតបរទេសគឺមកច្រើនខ្លាំងពេកអ្នកនរគ្នាហើយកំឡុងពេលនៃការស្ដាប់សន្ទរកថាក៏ដូចជាបង្ហាញសូរផ្សេងៗចឹងទៅនេះ Prader នេះក៏ឆ្លៀតគូសរូបអីចឹងទៅខ្ញុំបានធ្វើវីដេអូពីមុនមកហើយបន្ទាប់មកយើងក៏ដើរទៅស្តង់គេតាំងពិព័រណ៍នឹងអ្នកនរគ្នាដើម្បីទៅមើលពីការតាំងពិព័រណ៍តាមមុខវិជ្ជារបស់គេមួយថាគេមានសកម្មភាពអីគេខ្លះចឹងណាអ្នកនាងហើយសម្រាប់និស្សិតបរទេសដែលកំពុងតែដើរនេះគឺជានិស្សិតដែលរៀនភាសាកូរ៉េទាំងអស់អ្នកនរគ្នាអត់ទាន់មានណាគេចូលសាកលវិទ្យាល័យឬក៏ Master ទេយើងចាប់ផ្ដើមរៀនភាសាទាំងអស់គ្នាសិនបាទឥឡូវនេះខ្ញុំបានមកដល់ទីតាំងដែលគេតាំងពិព័រណ៍អំពី department មួយក៏ដូចជាមុខវិជ្ជាមួយទៅតាម college របស់គេហើយអ្នកនរគ្នាហើយមុននឹងយើងទៅអ្នកគ្រូឲ្យពេល30នាទីអ្នកនរគ្នាមកដើម្បីទៅរកទីតាំងក៏ដូចជាមុខវិជ្ជាដែលយើងឆ្លាញ់ចូលចិត្តអីចឹងទៅហើយពួកគាត់ទាំងអស់ហ្នឹងគឺជានិស្សិតមកពីប្រទេសផ្សេងៗគ្នាទាំងអស់ដើម្បីមកមើលក៏ដូចជាដើររកមុខវិជ្ជាដែលខ្លួនឯងឆ្លាញ់ចូលចិត្តហើយសម្រាប់ខ្ញុំគឺខ្ញុំរៀនចប់បញ្ញាបត្រឯអ្នកនរគ្នាគឺអ្វីដែលខ្ញុំត្រូវរកគឺ Master អ្នកនរគ្នាសួរព័ត៌មានតាក់ទងជាមួយនឹងការរៀន Master ទៅតាមជំនាញដែលយើងត្រូវរៀនអីចឹងទៅហើយសម្រាប់និស្សិតដែលគាត់ចូលរួមភាគច្រើនគឺជានិស្សិតបរទេសហើយរៀនភាសាអ្នកនរគ្នាអត់ទាន់ចូលសាកលវិទ្យាល័យឬក៏ Master អីទេគាត់រៀនភាសាសិនដើម្បីមានគ្រឹះភាសាកូរ៉េព្រោះនិយាយនិស្សិតអន្តរជាតិគឺថាច្រើនខ្លាំងមែនតើអ្នកនរគ្នាឃើញទាំងអស់ហ្នឹងគេថាជាជនជាតិកូរ៉េអីអត់ទេណាគឺភាគច្រើនគឺជនជាតិបរទេសគេមករៀនតែម្ដងម៉ែមិញយើងទៅបោះត្រានៅ college នេះណាគ្នា Humanity and Media Society Science Media Science នេះគេឲ្យគេដាក់ឲ្យមកថាមុខវិជ្ជាយើងដែលយើងត្រូវរៀនយ៉ាងនេះសកម្មភាពគេមានភេទជ្ជៈមកកំប៉ុងឥឡូវយើងកំពុងតែតរងជួយកអីទៀតបាទគឺថាឥឡូវនេះយើងដើរគ្រប់ department អស់ហើយអ្នកនរគ្នារងចាំតែអ្នកគ្រូហៅទៅញ៉ាំ burger ជុំគ្នាអ្នកនរគ្នាដោយសារតែគេមាន free burger ក៏ដូចជា Pepsi ញ៉ាំជុំគ្នាផងដែរជួយស្ដាវក៏ក្អមទៀតលុយវិញមើលជុំជួយបើអូតែប៉ុណ្ណេះសក៏ជួយយ៉ាងបាទចង់និយាយថាអូនញ៉ាំបានទេជួយយកស្ដាវក៏ក្អមវិញដែរតែញាក់សាច់ប៉ុណ្ណេះអូប៉ាតែដល់ខែត្រជាក់អូប៉ាហ្មងបាទទៅអោក៏អូម៉ណែអូខេបន្ទាប់ពីយើងញ៉ាំជុំគ្នាហើយអស់ឥឡូវយើងដល់ម៉ោងទៅផ្ទះវិញណាអ្នកគ្នាហើយពួកគាត់ឈរត្រង់ជួរនេះដើម្បីឡើងឡានក្រុងទៅផ្ទះគាត់នីមួយៗអញ្ចឹងទៅហើយសម្រាប់ពួកខ្ញុំគឺផ្ទះនៅក្បែរសាលាទេអ្នកគ្នាគ្រាន់តែដើរគឺដល់តែម្ដងអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអ្នកគ្នាជួបគ្នានៅសកម្មភាពវីដេអូក្រោយទៀតបាយ